សូមស្វាគមន៍មកកាន់ Channel Vira ថ្ងៃនេះ Vira បានលើកយកនៅអត្ថបទអប់រំសុខភាពមួយទាក់ទងទៅនឹង5វិធីងាយៗដែលអាចជួយថែរក្សាសម្រស់របស់លោកអ្នកឲ្យក្មេងជាងវ័យចា៎ជាធម្មតាការថែរក្សាសម្រស់លោកអ្នកគឺជាមិនផុតអំពីការប្រើម្សៅលាបមុខ form លាងមុខនិងមានលេទ្រនាប់លេការពារផ្សេងៗដែលអាចជួយបិទបាំងនៅស្នាមមុខនិងមានភាពជ្រីវជ្រួញនៅពេលដែលអ្នកមានវ័យចំណាស់បន្តិចដូច្នេះសម្រាប់ថ្ងៃនេះ admin ក៏សូមលើកយកនៅវិធីងាយៗនៅក្នុងការថែរក្សាសម្រស់របស់លោកអ្នកឲ្យនៅក្មេងជាងវ័យមកចែកជូនប្រិយមិត្តតោះមកមើលអត្ថបទនៅក្នុងវីដេអូនេះទាំងអស់គ្នាចាវិធីទី1ចាជៀសវាងការផឹកកាហ្វេឬជក់បារីនិងគ្រឿងស្រវឹងផ្សេងៗសូមបញ្ឈប់ការជក់បារីកាហ្វេឬផឹកគ្រឿងស្រវឹងប្រសិនបើលោកអ្នកស្រឡាញ់ស្បែកនិងរាងកាយរបស់លោកអ្នកចាឬក៏អ្នកចង់មានអាយុវែងនិងសុខភាពល្អដូច្នេះពេលនេះហើយជាពេលដែលអ្នកត្រូវបោះបង់ចោលឲ្យបានព្រោះថាវាគ្រាន់តែជារបស់ម្យ៉ាងដែលអាចកំដរអ្នកបានតែក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះចាហើយវានឹងបំផ្លាញអ្នកនៅថ្ងៃណាមួយជាមិនខានចាឥឡូវនេះយើងចូលដល់វិធីទី2ការពារស្បែកពីពន្លឺព្រះអាទិត្យដោយប្រើឡេដែលអាចការពារកម្ដៅថ្ងៃចំពោះស្បែកមុខនិងដងខ្លួនចាយើងដឹងហើយថាពន្លឺព្រះអាទិត្យទោះបីជានៅក្នុងរដូវក្តៅឬរដូវរងាក៏ដោយទោះបីជាអ្នកមានអារម្មណ៍ថាមិនសូវក្តៅនិងមានកាំរស្មី UV ល្អតែពន្លឺឬ UV ដែលចេញពីព្រះអាទិត្យទាំងនោះក៏ធ្វើឲ្យស្បែករបស់អ្នកប្រែប្រួលបន្តិចម្ដងដែលយើងមិនអាចនឹកស្មានដល់ក៏ថាបានដែរដូច្នេះអ្នកគួរលាបឡេការពារកម្ដៅថ្ងៃប្រសិនបើអ្នកចាំបាច់ត្រូវចេញទៅខាងក្រៅចាវិធីទី3ថែរក្សាផ្ទៃមុខឲ្យមានភាពស្អាតជាប់ជានិច្ចចាធ្វើការលាងសម្អាតមុខរៀងរាល់ព្រឹកព្រលឹមក្រោយពីភ្ញាក់ពីដំណេកនិងលាងជាមួយទឹកត្រជាក់រៀងរាល់យប់មុនពេលចូលគេងធ្វើបែបនេះជាប្រចាំហើយនៅពេលដែលយើងលាងមុខរួចរាល់យើងអាចបន្ថែមជាមួយនឹងក្រែមលាបមុខដែលមានគុណភាពខ្ពស់នៅក្នុងការបន្តឹងស្បែកមុខហើយយើងអាចប្រើជាប្រភេទម៉ាស់អប់មុខជាប្រភេទម៉ាស់ធម្មជាតិម៉ាស់កែច្នៃឬក៏ម៉ាស់សន្លឹកសម្រាប់បិទឬអប់មុខ3 ទៅ 4 ដងក្នុងមួយសប្តាហ៍ដើម្បីដុសខាត់នៅកោសិកាចាស់ៗរបស់យើងចេញចា៎ឥឡូវនេះយើងចូលដល់វិធីទី4ចាការផឹកទឹកនិងញ៉ាំអាហារសម្បូរសារធាតុចិញ្ចឹមចាពេលខ្លះយើងអាចមានការពិបាកបន្តិចនៅក្នុងការផឹកទឹកឲ្យបានគ្រប់គ្រាន់ព្រោះថាអ្នកខ្លះរវល់នឹងការងារខ្លាំងពេកដូច្នេះចូលត្រៀមទឹកនៅជាប់តាមខ្លួនជាមួយអ្នកចំណិចព្រោះវាអាចជួយរំលឹកអ្នកនៅក្នុងការផឹកទឹកឲ្យបានច្រើនជាពិសេសគឺនៅពេលព្រឹកព្រលឹមថ្ងៃត្រង់និងពេលល្ងាចចាបរិភោគអាហារដែលសម្បូរប្រូតេអ៊ីនដែលមានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់និងទៀងទាត់ពេលវេលាដើម្បីជំនួយសុខភាពឲ្យរឹងមាំចានឹងចូលដល់ចំណុចចុងក្រោយចាដែលចំណុចចុងក្រោយហ្នឹងគឺនិយាយអំពីការកាត់បន្ថយ stress កុំឲ្យតានតឹងនិងស្មុគស្មាញចាយើងដឹងហើយថាយើងកើតមកដើម្បីតែសប្បាយនឹងជីវិតយើងមិនមែនកើតមកដើម្បីយកភាពស្មុគស្មាញមកជាប់តាមខ្លួននោះទេដូច្នេះទោះបីជាស្មុគស្មាញនោះក៏គ្មានវិធីដោះស្រាយក៏ដោយក៏យើងមិនត្រូវបណ្ដោយខ្លួនឲ្យធ្លាក់នៅក្នុងសភាពដុនដាបនោះទេយើងត្រូវតែលំហែខួរក្បាលគេងសម្រាប់ឲ្យបានគ្រប់គ្រាន់ឬប្រើវិធីអ្វីផ្សេងបន្លប់ឬនិយាយលេងជាមួយមិត្តភក្តិស្និទ្ធរបស់យើងទាំងនេះវាជាមធ្យោបាយនៅក្នុងការដោះស្រាយបានជាមិនខានចាសូមអរគុណសម្រាប់ការតាមដានកុំភ្លេចចុច Subscribe ឬសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗប្រសិនបើលោកអ្នកមានចម្ងល់អាចតម្លាក់ Comment នៅខាងក្រោមនេះបានចាសូមអរគុណសូមជម្រាបលា